សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានភាពយន្តកូរ៉េមួយដែលរឿងនេះជោគជ័យខ្លាំងមែនទែនក្នុងការចាក់ផ្សាយតាមរោងភាពយន្តជាពិសេសនៅក្នុងប្រទេសកូរ៉េរឿងនោះគឺមានចំណងជើងថារឿង The King Warden រឿង The King Warden គឺជារឿងភាពយន្តកូរ៉េមួយបែបប្រវត្តិសាស្ត្រដែលបានចាក់បញ្ចាំងនៅក្នុងឆ្នាំ2026ត្រូវបានដឹកនាំសម្ដែងដោយចាងហេងជុនរឿងនេះនិយាយអំពីជីវិតដ៏លំបាករបស់អតីតព្រះមហាក្សត្រពិតប្រាកដរបស់ប្រទេសកូរ៉េដែលមានព្រះនាមថាដាងជុនបន្ទាប់ពីត្រូវបានដកហូតរាជបល្ល័ង្កនិងបានបញ្ជូននិរទេសនៅឯជុនយុនប៉ូនៅក្នុងឆ្នាំ1457សាច់រឿងនិយាយអំពីសម័យជូសឹងនៅក្នុងឆ្នាំ1457ព្រះមហាក្សត្រវ័យក្មេងដែលមានប្រជជនត្រឹមតែ12ព្រះវស្សាដែលមានព្រះនាមថាលីហុងវីដែលឈ្មោះរបស់គាត់ដាងជុនត្រូវបានបង្ខំឲ្យបោះបង់រាជបល្ល័ង្កដោយអំណាចនយោបាយហើយត្រូវបានបញ្ជូនទៅរស់នៅនិរទេសដ៏ឯកោមួយនៅទីនោះទ្រង់បានជួបជាមួយនឹងអ៊ុំហុងឌូដែលជាមេភូមិម្នាក់ដែលដំបូងឡើយគាត់គ្រាន់តែចង់ប្រើប្រាស់ការនិរទេសរបស់ព្រះអង្គដើម្បីផលប្រយោជន៍ការរីកចម្រើននៅក្នុងភូមិនិងអាហារដ៏បបោសម្រាប់អ្នកភូមិប៉ុន្តែក្រោយពីរស់នៅជាមួយនឹងអតីតស្ដេចវ័យក្មេងគាត់បានចាប់ផ្ដើមយល់ពីភាពឯកោនិងការឈឺចាប់និងវាសនាដ៏សោកសៅរបស់ព្រះអង្គភាពយន្តនេះមិនបានផ្ដោតទៅលើការប្រកួតប្រជែងអំណាចនយោបាយទេប៉ុន្តែបង្ហាញពីចំណងមនុស្សធម៌មិត្តភាពនិងភាពស្មោះត្រង់រវាងស្ដេចដែលបានបាត់បង់អំណាចនិងមនុស្សធម្មតាម្នាក់ដែលបានសម្រេចឈរក្បែរគាត់រហូតដល់ចុងបញ្ចប់យួនហេជីនក៏ដណ្ដើរតួជាអ៊ីមហុងឌូគាត់គឺជាមេភូមិដែលមានចរិតកំប្លែងនិងសាមញ្ញដែលដំបូងគិតថាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់នឹងជួយអ្នកភូមិទទួលបានអាហារគ្រប់គ្រាន់ប៉ុន្តែក្រោយមកគាត់បានក្លាយទៅជាមនុស្សដ៏សំខាន់បំផុតសម្រាប់អតីតស្ដេចដាកជុនផាក់ជីហ៊ុនគឺជាតារាសម្ដែងដែលមានប្រជាប្រិយភាពហើយថ្មីនេះគាត់ក៏ទើបតែទទួលបានពានរង្វាន់តារាសម្ដែងតាមប្រភេទរឿងបញ្ចាំងក្នុងរោងកុនឬប្រភេទខ្នាតខ្លីតារាសម្ដែងថ្មីដ៏ល្អប្រចាំឆ្នាំរបស់កម្មវិធី Best Sang Art Award លើកទី62ដែលបានធ្វើការពីដើមខែឧសភានៅក្នុងរឿងនេះគាត់ដណ្ដើរតួជាអតីតព្រះមហាក្សត្រវ័យក្មេងដែលត្រូវបានបាត់បង់អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់គាត់តួអង្គរបស់គាត់បង្ហាញពីភាពឯកោឈឺចាប់និងភាពទន់ខ្សោយរបស់ស្ដេចម្នាក់ដែលមិនអាចគេចផុតពីវាសនាបានចុងមីដូគាត់ដណ្ដើរតួជាម៉ាហាមគាត់គឺជាស្ត្រីដែលបម្រើនៅក្បែរស្ដេចដាងជុនតាំងពីក្នុងព្រះបរមរាជវាំងរហូតដល់កន្លែងនិរទេសគាត់គឺជាតួអង្គម្នាក់ដែលបានផ្ដល់ភាពកក់ក្ដៅនិងការពារព្រះអង្គដោយស្មោះត្រង់យូគីតេក៏ដណ្ដើរតួជាហាមុនហូគាត់គឺជាបរិះអំណាចនយោបាយដ៏មានឥទ្ធិពលដែលនៅពីក្រោយការផ្លាស់ប្ដូររាជបល្ល័ង្កនិងជាវត្តមានគម្រាមកំហែងបំផុតរបស់ស្ដេចដាងជុនរឿង The King Warden នេះដែរគឺជារឿងដែលផ្អែកលើប្រវត្តិសាស្ត្រពិតរបស់កូរ៉េវាមិនត្រឹមតែជារឿងស្ដេចដែលបានបាត់បង់អំណាចប៉ុន្តែវាគឺជារឿងមនុស្សដែលនិយាយអំពីមនុស្សម្នាក់ដែលនៅក្បែរមនុស្សម្នាក់នៅពេលដែលពិភពលោកទាំងមូលត្រូវបានបោះបង់ចោលភាពយន្តនេះនាំឲ្យអ្នកទស្សនាកាន់តែមានអារម្មណ៍សោកសៅក្តីស្រឡាញ់និងស្មោះត្រង់ដែលលាក់ទុកក្នុងទំព័រប្រវត្តិសាស្ត្រពិតរបស់កូរ៉េអស់រាប់រយឆ្នាំជាមួយនឹងការសម្ដែងដ៏ជ្រាលជ្រៅរបស់យួនហេជីនជាមួយនឹងផាក់ជីហ៊ុនរឿងនេះត្រូវបានអ្នកគាំទ្រចាត់ទុកថាជាភាពយន្តប្រវត្តិសាស្ត្រដ៏ជោគជ័យមួយដែលធ្វើឲ្យប៉ះពាល់អារម្មណ៍សោកសៅរបស់អ្នកទស្សនាខ្លាំងបំផុតប្រចាំឆ្នាំ2026វាគឺជាខ្សែភាពយន្តដែលផ្អែកលើប្រវត្តិសាស្ត្រព្រះមហាក្សត្រពិតដាងជុនបង្ហាញពីភាពនយោបាយនិងអារម្មណ៍មនុស្សធម៌តាមរយៈការសម្ដែងរបស់ផាក់ជីហ៊ុនទទួលបានការស្កោតសរសើរចំពោះការសម្ដែងអំពីស្ថានភាពភាពយន្តនេះបានក្លាយទៅជារឿងប្រវត្តិសាស្ត្រដ៏ជោគជ័យបំផុតប្រចាំឆ្នាំ2026នេះរបស់កូរ៉េចំពោះរឿងនេះគឺបានចាក់ផ្សាយនៅរោងកុនកូរ៉េតាំងពីថ្ងៃទី4កុម្ភៈឆ្នាំ2026